anh cùng bài UI mà cái mà chơi anh tay tay rụng khá hơn tri chỉ riêng rồi cái mùi các bạn đi bất chỉ chơi bây giờ bóng bật nghe vì tay tay rụng khan đại chân tri hay mình tay bên nó thế vì bàn tự ốc lốc đo sum bốc anh tri phong đây dân đất sắp hay sạt cái tay tay từ rồi nhớ rồi nhai nửa về sạt anh tri nơi mình anh rồi có rọc chùm này vì tay từ chặt lấy chặt cái rồi có thuaយ៉ាងណាឲ្យ entry ខឹងក៏ប៉ុន្តែ entry មិនដែលតបតនោះទេក៏ប៉ុន្តែនៅថ្ងៃនេះ entry លែងអាចទ្រាំបានហើយដោយសារតែសត្វក្អែកមួយក្បាលនេះពិតជាឆ្លើយពេកហើយនេះគេហៅថាការទ្រាំតែងតែមានដែនកំណត់សត្វក្អែកមួយក្បាលនេះបានចូលទៅក្នុងសម្បុក entry ចឹកស៊ីពង entry បន្ទាប់មកក៏មានការវិប្រាទៅលើកូន entry ដែលទើបតែរញាស់ផងដែរក្អែកមួយក្បាលនេះពិតជាថ្លើមធំខ្លាំងមែនទែនបន្ទាប់ពីមេ entry ហោះចេញទៅរកចំណីដើម្បីឲ្យកូននិងជាឱកាសដ៏ល្អសម្រាប់វាផងដែរវាបានចឹកស៊ីពងយ៉ាងសប្បាយរីករាយបន្ទាប់មកមានកូន entry ដែលទើបរញាស់ទូចញក់មួយហើយភ្លាមនោះដែរសត្វ entry ក៏បានប្រញាប់ប្រញាល់ក្នុងការវិលត្រឡប់មកផ្ទះវិញព្រៃ entry ពិតជាមុតខ្លាំងមែនទែនហើយមើលបានឆ្ងាយទៀតផងទោះបីវានៅឆ្ងាយចម្ងាយប្រហែលជា5គីឡូម៉ែត្រពីសម្បុករបស់វាក៏វាអាចមើលឃើញថាមានរឿងអ្វីកើតឡើងចំពោះកូនរបស់វាដែរមិនឲ្យឱកាសដ៏កម្រនេះកន្លងផុតទៅដោយសារតែការស្អប់ពីធម្មជាតិរបស់សត្វក្អែកទៅលើ entry ក៏ចាប់ពាំកូន entry ហោះទៅស្ទុយតែម្ដងសត្វក្អែកនេះពិតជាសាហាវពេកហើយវាមិនបានអាណិតដល់កូន entry នោះទេគឺវាចាប់យកទៅធ្វើជាចំណីរបស់វាតែម្ដងក៏ប៉ុន្តែរឿងដែលមិននឹកស្មានដល់ភ្លាមនោះដែរមេនត្រីក៏បានមកដល់គឺហក់ឆាបញ៉ាច់តែម្ដងជាប់ចាប់សັບគ្រប់អន្ត្រីតែងតែមានក្តីមេត្តាទៅកាន់ក្អែកនិងមិនប្រកាន់ក្អែកនោះទេទោះបីក្អែកមករញ៉េរញ៉ៃមកចឹកលេចចឹកកើតមកឆាបនៅពេលដែលវាកំពុងតែហោះហើរក៏ដោយក៏ប៉ុន្តែថ្ងៃនេះវាមិនអាចលើកលែងឲ្យសត្វក្អែកបាននោះទេដោយសារតែសត្វក្អែកពំកូនរបស់វាយកទៅធ្វើជាចំណីបាត់ទៅហើយ